នេះជាវិឡាស្រុកស្រែបងប្អូនណែខ្ទមកន្លែងចាំមន់កន្លែងអង្គុយលេងចិត្តហើយអានេះដីម៉ែ10 ម៉ែត្រក្បាល10បដយ50គាត់ដាំពៅដាំចេកណាកូនមុំអ៊ីញឹមមួយមកមុតឡើយទុកអង្គុយលេងនេះនៅចាប់ដីខ្ញុំអូនៅបាំងសាំងសីដីស្រែនៅវាលដាក់លបងដាក់អីអស់ហើយនៅតែដាក់សំណាញ់វាចាំមើលទៅមុខទៀតវាចេញអីមួយឆ្នាំយើងធ្វើបន្តិចមួយឆ្នាំយើងធ្វើបន្តិចបាទនៅក្រោយអានោះខ្ទមចាំមន់ឪផ្ទះគេ1 2នៅខាងស្រុកលងវែងបាទតើមានផ្ទះទេ1 2 1 2នេះតែចាក់ដីអស់100 ឡានជាងហើយបាទចាក់វាទុកចោលខ្លាចអនាគតមិននៅនេះបាទនេះទៅនេះវាធ្វើការមកកំសាន្តលេងហើយស្រួលអោអ៊ីទៅណាហើយមីអូដល់ទៅនៅនេះដីប្រពន្ធកូនក្រោយនេះ50 គុណ40ដាំស្វាយចន្ទីបាន10 20 ដើមលេងអនាគតចាំមើលថតទស្សនាពុកម៉ែបងប្អូនមើលកំសាន្តដើមចេកនេះដាំតាំងពីខែដាំតាំងពីចូលភាសាឥឡូវចេញភាសានៅតែប៉ុណ្ណឹងដែរភាសាត្រាក់ឈូសហើយវាអត់ងាប់ដុតភ្លើងឆេះផងអីផងអត់ងាប់មានតែប៉ុណ្ណឹងឯងធ្វើការបដើសំលុយធ្វើបដើដីណាដីទៅហើយតាដីនៅឆ្ងាយស្រុកឆ្ងាយអីក៏ដីតោះទិញទុកទៅបងប្អូនកូនចេកដាំតាំងពីចូលភាសាខែភ្លៀងខ្លាំងរហូតដល់រាំងឯនៅតែប៉ុណ្្នឹងដែរស្នាមអត្រាឈូសវាអត់ងាប់គាត់រត់ដាំស្វាយចន្ទីចាំដាំស្វាយចន្ទីថតពុកម៉ែទស្សនាមើលកំសាន្តមួយដើមចេក3 4 ខែឡើយហើយសតតែប៉ុណ្្នឹងងាកមើលសាដើមចេកហៅដើមចេកណាំវ៉ាចេកទូចចេកពងមាន់ច្រឡំចេកណាំវ៉ាហ្នឹងហើយដីនៅក្រោយក្បាល20 ជាងពីនោះមកពីលបងមុខមួយនេះមកបកគោលនេះ100តនោះ40គោលនោះ40បាទដីមានតែប៉ុណ្្នឹងឯងអនាគតទៅវាមានភ្លើងមកភ្លាមធ្វើទៀតនៅនឹងភ្លាមហើយបាទដោយសារឥឡូវវាអត់ទាន់មានភ្លើងចូលមកហើយជាហុំលបងចាំមន់ចាំទាកំសាន្តលេងហើយបងប្អូនខាងក្រោយដីនេះគេដាំស្វាយចន្ទីនេះទៅ2 ឆ្នាំទៀតឬក៏3 ឆ្នាំទៀតបានប្រមូលផលរបស់គេហើយបាទអានឹងក៏តដាំដែរទេចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទស្សនាថតលេងកំសាន្តនេះថតទុកឲ្យកូនមើលអរគុណច្រើន